ហើយអ្វីដល់ពេលដែលខ្ញុំសួរសំណួរទៅកាន់មនុស្សគ្រប់គ្នាថាតើអនាគតការរបស់ពួកគាត់មានរូបរាងបែបណាតើគាត់នឹងក្លាយទៅជាមនុស្សបែបណាតើគាត់នឹងមានផ្នត់គំនិតបែបណាតើគាត់នឹងធ្វើការងារអ្វីតើគាត់នឹងរស់នៅកន្លែងណាតើគាត់នឹងដើរជាមួយនឹងមនុស្សប្រភេទណាអត់មានអាណាដឹងទេអត់មានអាណាដឹងថាថ្ងៃមុខខ្លួនឯងចង់ធ្វើអីទេប៉ុន្តែសាកបើសួរថាថ្ងៃហ្នឹង social media គេ on trend ឯគេគឺឬក៏គេល្បីឈ្មោះគ្នារឿងអីគេដឹងទាំងអស់ជីវិតរឿងអ្នកណាក៏ដឹងទាំងអស់ចឹងអត់ចម្លែកទេដែលយើងជាប់គាំងនៅមួយកន្លែងហើយរកផ្លូវចេញអត់ឃើញថ្ងៃមុខខ្ញុំបានឆាតទៅមិត្តភក្តិខ្ញុំមកខ្ញុំសួរគាត់ហ្មងថា what's your future version look like បានន័យថាតើអនាគតកាលរបស់យើងនឹងមានរូបរាងដូចមិនដេចហើយគាត់បានតបមកខ្ញុំវិញថាចាគាត់អត់មានគម្រោងឬក៏ផែនការសម្រាប់អនាគតកាលរបស់គាត់ពីព្រោះតែស្អីជីវិតមួយនេះទីអត់ដឹងទេអញ្ចឹងឧទាហរណ៍ថាពេលខ្លះយើង plan ថាយើងដើរបត់ឆ្វេងតែពេលយើង plan ហើយយើងកម្រងហើយថាយើងបត់ឆ្វេងជីវិតមួយនេះត្រូវឲ្យយើងបត់ស្ដាំហើយអញ្ចឹងទៅគាត់អត់ចង់ plan រឿងទាំងអស់ហ្នឹងឯងប៉ុន្តែខ្ញុំបានប្រាប់គាត់វិញថាខ្ញុំនៅក្នុងឆ្នាំ2023មុននឹងខ្ញុំចាប់ផ្ដើមធ្វើ content ណាបង្កើតមាតិកាដែលចែកចាយនៅក្នុងបណ្ដាញសង្គមហ្នឹងណាបងប្អូនដឹងអត់ថាខ្ញុំបានរៀបចំផែនការហើយខ្ញុំបានស្រមៃមើលអនាគតកាលរបស់ខ្លួនឯងថាខ្ញុំនឹងខ្លាចទៅជាមនុស្សស្រីបែបណាខ្ញុំនឹងធ្វើការបែបណាខ្ញុំនឹងមានផ្នត់គំនិតបែបណាខ្ញុំនឹងស្លៀកពាក់បែបណាខ្ញុំនឹងរស់នៅបែបណាខ្ញុំនឹងមានវិន័យរបៀបណាជីវិតប្រចាំថ្ងៃរបស់ខ្ញុំនឹងធ្វើអីខ្លះខ្ញុំបាន vision ខ្លួនឯងខ្ញុំបានមានចក្ខុវិស័យទាំងអស់នឹងហើយខ្ញុំសរសេរវានៅក្នុងសៀវភៅខ្ញុំសរសេរវានៅក្នុងសៀវភៅទាំងអស់ដោយ detail បែបថាអត់រំលងចំណុចណាមួយហ្មងខ្ញុំថាអូខ្ញុំងើបឡើងខ្ញុំធ្វើអីគេខ្ញុំម្ចេះខ្ញុំមានផ្នត់គំនិតបែបណាទាំងដែលពេលខ្លះបើសិនជាយើងអង្គុយគិតថាចេះយើងអាក្តីសុបិនហ្នឹងវាឆ្ងាយអាចក្ខុវិស័យហ្នឹងឆ្ងាយវាដូចមិនមែនជាយើងវាដូចមិនមែនអាចទៅរួចឧទាហរណ៍ថាយើងសម័យថាយើងរស់នៅ penthouse ជីវិតរបស់យើងចេះចោះមួយចោះពីរប៉ុន្តែឥឡូវហ្នឹងយើងនៅបន្ទប់ជួលហ្នឹងមួយខែ80រៀល70រៀលហ្នឹងហេតុអីបានទៅដល់ប៉ុន្តែអត់ទេពេលហ្នឹងគឺខ្ញុំនៅពេលដែលខ្ញុំមានចក្ខុវិស័យសម្រាប់ខ្លួនឯងហ្នឹងគឺខ្ញុំច្បាស់មែនតើថាខ្ញុំនឹងចាប់ផ្ដើមធ្វើ content ហើយខ្ញុំនឹងខ្លាចទៅជាមនុស្សស្រីបែបនេះខ្ញុំនឹងតែងខ្លួនបែបនេះខ្ញុំនឹងស្គាល់មនុស្សប្រភេទនេះខ្ញុំនឹងរកប្រាក់ចំណូលបានប៉ុណ្នេះហើយបងប្អូនដឹងអត់ថានៅពេលដែលខ្ញុំ vision ខ្លួនឯងនៅពេលដែលខ្ញុំមានចក្ខុវិស័យសម្រាប់ខ្លួនឯងនៅក្នុងឆ្នាំ2023ហ្នឹងណាមកដល់ឆ្នាំ2025ខ្ញុំខ្លាចទៅជាមនុស្សស្រីបែបហ្នឹងមែនខ្ញុំខ្លាចជាមនុស្សស្រីបែបហ្នឹងមែនខ្ញុំនិយាយមែនណាខ្ញុំអត់ដឹងថាមានមនុស្សប្រមាណនេះដែលគាត់ស្គាល់ខ្ញុំពីមុនអូខេខ្ញុំមិនបាច់ចាំនិយាយទេស្គាល់ខ្ញុំពីមុនប៉ុន្តែនៅពេលដែលគាត់ឃើញជីវិតខ្ញុំឥឡូវគាត់គិតថាអូខ្ញុំផ្លាស់ប្ដូរច្រើនណាខ្ញុំបាត់បង់នេះច្រើនបាត់បង់នោះច្រើនប៉ុន្តែពួកគាត់អត់ដឹងថាពីមុនគឺខ្ញុំរស់នៅដោយបែបថា surviving I'm not living I'm just surviving អញ្ចឹងឥឡូវហ្នឹងគឺខ្ញុំ living ខ្ញុំកំពុងតែរស់នៅជីវិតរបស់ខ្ញុំកំពុងតែចាប់ផ្ដើម like this is just the beginning វាត្រឹមតែជាការចាប់ផ្ដើមទេឥឡូវហ្នឹងគឺខ្ញុំចាប់ផ្ដើមរស់ពីមុនហ្នឹងខ្ញុំមួយថ្ងៃខ្ញុំគិតថាធ្វើមិនឲ្យខ្ញុំរួចផុតមួយថ្ងៃធ្វើមិនឲ្យខ្ញុំនឹងបានជួសង្គ្រោះធ្វើមិនឲ្យបានដកដង្ហើមកុំឲ្យតែផុតជីវិតទៅប៉ុន្តែឥឡូវអត់ទេគឺខ្ញុំអង្គុយគិតមានចក្ខុវិស័យអង្គុយរស់រៀនមានសេចក្តីអំណរ appreciate ជីវិតមួយនេះហើយអញ្ចឹងនៅពេលដែលខ្ញុំផ្លាស់ប្ដូរគឺខ្ញុំពិតជាដឹងហ្មងថាអាការដែលយើងមានចក្ខុវិស័យសម្រាប់ខ្លួនឯងហ្នឹងគឺវាសំខាន់ខ្លាំងមែនតើហើយនៅក្នុងឆ្នាំ2026នេះខ្ញុំជឿថាមានមនុស្សជាច្រើនដែរដែលគាត់ធ្លាប់ធ្វើ vision board ទៅឯងបើសិនជាអ្នកអត់ស្គាល់ vision board ហ្នឹងខ្ញុំប្រាប់ដូចថាយើងមានក្តារមួយហើយគេមានរូបភាពនៅក្នុង Pinterest ណាគេស្គាល់ app Pinterest ជួយ comment នៅក្រោមមកថាមាន app Pinterest ហ្នឹងហើយយើងមានរូបជាច្រើនណាដែលយើងចង់រកឧទាហរណ៍ថាយើងលេង golf យើងវាយកូនគោឬក៏យើងហែទឹកឬក៏យើងខ្លាចទៅជាអ្នកនិពន្ធខ្លាចទៅជា director ខ្លាចទៅជា fashion design ខ្លាចទៅជា មេធាវីខ្លាចទៅជាអ្នកគ្រូពេទ្យគឺមាននៅក្នុងនោះទាំងអស់អញ្ចឹងយើង search មកគឺមានរូបភាពហ្មងបែរថារូបភាពឲ្យយើងមើលហ្មងហើយអញ្ចឹងទៅយើង print អារូបនឹងចេញមកផ្ដិតអារូបនឹងចេញមកហើយយើងបិទនៅលើក្តារនឹងថាតើយើងចង់ខ្លាចទៅជាអីខ្លះយើងចង់បានអីខ្លះចង់បានផ្ទះគេ print ផ្ទះអីអញ្ចឹងគេបិទលើក្តារនឹងប៉ុន្តែសម្រាប់ខ្ញុំអត់ចាំបាច់ធ្វើជារូបភាពអញ្ចឹងឯងគឺខ្ញុំគ្រាន់តែសរសេរនៅក្នុងសភៅ journal មួយសភៅកំណត់ហេតុរបស់ខ្ញុំមួយហើយខ្ញុំកំណត់ហេតុពេលខ្លះអ្នកខ្លះគេកំណត់ហេតុជារៀងរាល់ថ្ងៃអ្នកខ្លះគេកំណត់ហេតុរាល់ពេលដែលគេជួបរឿងអីមួយនៅក្នុងជីវិតគេសំខាន់ដែលគេត្រូវកត់ត្រាទុកតែសម្រាប់ខ្ញុំគឺខ្ញុំកំណត់ហេតុនៅពេលដែលខ្ញុំមានរឿងណាមួយដែលខ្ញុំចង់ចាំហើយកត់ត្រាទុកពីព្រោះខ្ញុំជាមនុស្សដែលភ្លេចច្រើនមែនតើចុះខ្ញុំសរសេរថាអូនេះខ្ញុំសួរដូចសរសេរជាសម្បត្តិទៅកាន់ខ្លួនឯងអញ្ចឹងសួរថាចេះម៉ូនីកាតើអនាគតម៉ូនីកាមិនទៅហើយទៅខ្ញុំឆ្លើយប្រាប់ថានេះអនាគតខ្ញុំមិនចេះខ្ញុំមានរូបរាងបែបនេះខ្ញុំសខ្ញុំខ្មៅខ្ញុំស្គមខ្ញុំមានសាច់ខ្ញុំសក់វែងខ្ញុំសក់ខ្លី
ខ្ញុំរូបរាងបែបណាខ្ញុំមានប្រកបបែបណាខ្ញុំមានការងារបែបណាខ្ញុំធ្វើអីគេខ្ញុំសរសេរមកទាំងអស់ខ្ញុំសួរមកសំណួរឧទាហរណ៍ថាយើងចង់បើអត់ដឹងចាប់ផ្ដើមពីអីមានអារម្មណ៍ថាច្រើនពេកខ្ញុំចាប់ផ្ដើមពីបែបថាចេះអូខេម៉ូនីកាតើអនាគតម៉ូនីកាថ្ងៃមុខហ្នឹងម៉ូនីកាមានរូបរាងបែបណាហើយខ្ញុំនិយាយមកអូខ្ញុំមានរូបរាងបែបនេះអូចុះម៉ូនីកាធ្វើអីគេអូចេះពេលខ្លះយើងបាច់សរសេរសំណួរឯងប៉ុន្តែនៅពេលដែលយើងសួរខ្លួនឯងហើយយើងកត់មកហើយអញ្ចឹងហើយនេះជាអីមួយដែលខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមានគឺជាចក្ខុវិស័យសម្រាប់ឆ្នាំ2026ធម្មតា topic មួយនេះគួរតែធ្វើនៅក្នុងដើមឆ្នាំប៉ុន្តែខ្ញុំអត់ខ្វល់សម្រាប់ខ្ញុំរឿងថ្ងៃខែពេលវេលាឆ្នាំគឺខ្ញុំអត់ខ្វល់ខ្ញុំដឹងថា topic មួយហ្នឹងគឺបងប្អូនកំពុងតែត្រូវការខ្លាំងបំផុតពីព្រោះថាខ្ញុំឃើញមានមនុស្សជាច្រើនណាស់ដែលគាត់ពិតជាអត់ដឹងទេថាតើអនាគតគាត់នឹងទៅជាយ៉ាងណាហើយមនុស្សបងប្អូននៅពេលដែលយើងរស់នៅដល់អត់មានគោលដៅយើងអត់មានផែនការដើរទៅរកគោលដៅមួយហ្នឹងណាដើមវែងមកដើរតែមួយថ្ងៃគិតមួយថ្ងៃដើរមួយថ្ងៃគិតមួយថ្ងៃហើយអញ្ចឹងទៅយើងអត់ដឹងទេថាយើងត្រូវធ្វើអីទៀតបងប្អូនឆ្ងល់អត់ថារាល់ពេលដែលយើងមានចក្ខុវិស័យសម្រាប់ខ្លួនឯងហេតុអីយើងក៏យើងត្រូវ print វាចេញជាกระดาษហើយគេបិទនៅលើក្តារជា vision board របស់យើងជាក្តារនៃចក្ខុវិស័យរបស់យើងពីព្រោះដោយសារអីទេគឺយើងត្រូវតែឃើញដោយភ្នែកយើងផ្ទាល់យើងត្រូវតែឃើញដោយភ្នែកយើងផ្ទាល់ហ្មងប៉ុន្តែសម្រាប់ខ្ញុំខ្ញុំអត់ចាំបាច់មើលទៅរូបទេនៅពេលដែលខ្ញុំចង់បានអីមួយឧទាហរណ៍ខ្ញុំចង់បាននាឡិកាតម្លៃ$10000ខ្ញុំចូលទៅហាងនាឡិកាហ្នឹងខ្ញុំលនាឡិកាហ្នឹងបងប្អូនបើសិនជាយើងគ្រាន់តែមើលចូលមើលហើយលអវ៉ាន់មើលឆែកតម្លៃគេថាអីចូលទៅលនាឡិកាហ្នឹងពាក់នៅដៃខ្ញុំហ្មងពាក់ហើយខ្ញុំអង្គុយមើលថាតើអារម្មណ៍ដែលខ្ញុំទទួលបាននៅពេលដែលខ្ញុំពាក់នាឡិកាហ្នឹងវាបែបណាវាបែបណាអូដល់ខ្ញុំចង់បានឡានទៅមើលឡានឡើងតេស្តឡានមើលបើអត់ចេះបើកឡានឲ្យគេបើកមើលអង្គុយនៅក្នុងឡានហ្នឹងមើលមានអារម្មណ៍មិនដែរតែជាក់ស្រួលអត់តែជាក់ស្រួលអត់មួយទៀតចង់បាន condo ចង់បាន apartment ចង់បានផ្ទះខ្ញុំចាំថាខ្ញុំទៅមើល condo ជាមួយប្អូនខ្ញុំទាំងតែអត់មានលុយ100រៀលខ្ញុំនិយាយមែនឃើញចោះសាច់អត់មានលុយទេហើយឃើញគេផុសស្អាតខ្លាំងមែនតើហើយតម្លៃ$100,000ជាង condo ហ្នឹងហើយខ្ញុំពីរជាន់ណាហើយខ្ញុំទៅមើលជាមួយនឹងប្អូនខ្ញុំហើយបងប្អូនដើរមើលហមជួបអ្នកដែលគាត់ sale ផ្នែកខាង sale គាត់និយាយថាអូចេះអូបើបងឯងទិញទៅបងឯងបានធ្វើជាអ្នកចិត្តខាងខ្ញុំបានទិញមួយដែរជាន់ជាមួយគ្នានឹងជាន់ចេះហើយដល់ពេលហើយក៏គ្រាន់តែមើលទេអត់ខុសទេហើយគាត់តាក់តងមកទៀតអញ្ចឹងសួរថាមិនដែរអីអញ្ចឹងថាអត់អីបងខ្ញុំគ្រាន់តែមើលសិនប៉ុន្តែបងប្អូនដឹងអត់ថានៅពេលអារម្មណ៍ដែលយើងបានទៅ experience បានទៅទទួលបទពិសោធន៍នៅអ្វីមួយឬក៏ជីវិត lifestyle ដែលយើងចង់បានណាវាធ្វើឲ្យខួរក្បាលយើងហ្នឹងចងចាំអារម្មណ៍មួយហ្នឹងហើយបងប្អូនដឹងអត់ថាអារម្មណ៍របស់យើងមានឥទ្ធិពលណាអារម្មណ៍របស់យើងអាចបញ្ជាការគិតរបស់យើងបានអ្នកខ្លះគេគិតថាចេះតតែយើងមានការគិតមុនបានហើយបានអារម្មណ៍យើងវាលេចឡើងអត់ទេតតែយើងមានអារម្មណ៍ណាមួយសិនបានយើងទាញការគិតយើងឡើងមកអញ្ចឹងមើលពេលដែលយើងចង់បានអីឧទាហរណ៍ថាបងប្អូនចង់ខ្លាចទៅជាតារាសម្ដែងទៅធ្វើការងារស្ម័គ្រចិត្តនៅពេលដែលគេផុសរអីគេក្រុមការងារណាយើងបាច់តន់ចូលតារាសម្ដែងយើងអត់មានបទពិសោធន៍ទៅធ្វើការនៅក្នុង field ហ្នឹងណាទៅធ្វើការនៅកន្លែងដែលយើងនៅក្នុងមជ្ឈដ្ឋានដែលយើងចង់ខ្លាចទៅជាណាខ្ញុំដោយសារខ្ញុំស្រឡាញ់ខាង film អញ្ចឹងទៅពីមុនហ្នឹងខ្ញុំទៅធ្វើការងារស្ម័គ្រចិត្តអត់ចេះអីទេទៅធ្វើ assistant director អូយនឹកឃើញអស់សំណោចហ្មងហើយអរគុណ director ហើយបងខ្ញុំហ្នឹងគាត់ជួយបង្រៀនយើងគ្រប់សោះគ្រប់បែបគ្រប់យ៉ាងហើយគាត់អត់ធ្មត់មែនតើហើយដោយសារតែពេលហ្នឹងឯងពេលដែលខ្ញុំធ្វើការងារស្ម័គ្រចិត្តទៅធ្វើ assistant director ហ្នឹងខ្ញុំគាត់ថារឿងនេះខ្ញុំបាននិយាយវាអស់ស្រ័យនឹកឃើញអស់ស្រ័យខ្ញុំចាំបានថាការហ្នឹងបងរបស់ខ្ញុំគាត់ផលិតរឿងភាពយន្តខ្លី short film អញ្ចឹងណាហើយដល់ពេលហើយគាត់រកអ្នកស្ម័គ្រចិត្តសិតតែគ្នាឯងទេតែធ្វើការទៅជួយផលិតរឿងកុនហ្នឹងអញ្ចឹងណាហើយដល់ពេលហើយអញ្ចឹងទៅក៏ពេលហ្នឹងគេមានវាថាតួនាទីជាច្រើនណាដែលឲ្យខ្ញុំរើហើយគាត់សួរខ្ញុំថាចេះថាមើលតែយើងចេះធ្វើអីខ្លះឬក៏យើងអាចធ្វើអីបានខ្លះហើយខ្ញុំឃើញច្រើនអូអ្នកកាត់តអ្នកថតជាអីក៏មិនចេះដែរបងប្អូនស្អីក៏មិនចេះតែខ្ញុំដឹងតែមួយខ្ញុំឃើញពាក្យថា assistant director មនុស្សខ្ញុំគឺខ្ញុំដឹងច្បាស់ខ្លួនឯងថាខ្ញុំបកកែគ្រប់គ្រងគេខ្ញុំអាចជួយគេនៅវាកិច្ចការងារណាមួយដែលខ្ញុំអាចធ្វើទៅគ្រប់គ្រងគេហើយធ្វើឲ្យការងារនឹងដើរទៅមុខខ្ញុំអាចធ្វើបានហើយខ្ញុំអត់ដឹងទេថា assistant director គេធ្វើឲ្យខ្លះម៉ែអើយមានដឹងថាគេ assist មក team ណា
មានជាការធ្វើការងារច្រើនមែនតើនៅខាង film គេដឹងហើយថា assistant director គឺយើងត្រូវដឹងគ្រប់សពគ្រប់បែបគ្រប់យ៉ាងបែបថាចេះអានេះផ្លែឈើអញ្ចឹងណាគឺយើងគឺជាចង្កោមហ្មងយើងគឺជាចង្កោមដែលចាប់ផ្លែឈើទាំងអស់ហ្នឹងឲ្យនៅជាប់គ្នាម៉ែអើយចង់បែកក្អួតខ្ញុំនិយាយមែនប៉ុន្តែវាគឺជាបទពិសោធន៍ដ៏ល្អមែនតើហើយចង់ទៅធ្វើឲ្យខ្ញុំមានបទពិសោធន៍ហើយធ្វើឲ្យយើងមានកាន់តែមានចក្ខុវិស័យយើងចង់ដើរទៅមុខបន្តទៀតហើយចឹងអារឿងដែលថាយើងទៅទទួលបទពិសោធន៍ជាមួយនឹងអីមួយចង់បានរ៉ូប$200-300 $500ទៅរ៉ូបហ្នឹងទៅតែងខ្លួនសមរម្យទៅមិនបាច់ថាអូខ្លួនឯងមិនហាយសូបអីតែងខ្លួនឲ្យតែសមរម្យអាវយឺតខោស្បែកជើងគុំតែស្បែកជើងផ្ទាត់ទៅហាងហ្នឹងគេឲ្យចូលហើយខ្ញុំនិយាយមែនសិតសក់ឲ្យស្អាតហាងហ្នឹងគេឲ្យចូលហើយទៅរ៉ូបរកអាវគេទៅណាទៅដល់ញ៉ាំកុំធ្វើមុខកញ្ចប់គេឲ្យចូលហើយកុំតែខ្លាចទៅទទួលបបសោតទាំងអស់ហ្នឹងទទួលបានអារម្មណ៍ទាំងអស់ហ្នឹងហើយពេលមកដល់ផ្ទះវិញអង្គុយគិតមើលថាតើជីវិតដែលខ្លួនឯងកំពុងតែរស់នៅរបៀបដែលខ្លួនឯងកំពុងតែរស់នៅរវាងជីវិតដែលយើងទៅទទួលបទពិសោធន៍មិនថាយើងចង់បានរបស់ណាមួយមិនថាយើងចង់រស់នៅកន្លែងណាមួយយើងចង់ខ្លាចទៅជាអីមួយថាតើវាអារម្មណ៍ហ្នឹងវាខុសគ្នាយ៉ាងណាប្រកបដោយកន្លែងដែលយើងនៅហ្នឹងវាអត់សុបាយត្រូវអត់ហ្នឹងហើយអញ្ចឹងយើងត្រូវតែរៀបផែនការនៅពេលដែលយើងមានចក្ខុវិស័យហើយនៅពេលដែលខ្ញុំសរសេរហើយអូខ្ញុំចង់ខ្លាចទៅជាចេះអូខ្ញុំចេះខ្ញុំមានរូបរាងចេះខ្ញុំទៅសេផែនការមកថាអូខេទី1មុននឹងខ្ញុំបានរៀងស្អាតដូច super model ខ្ញុំត្រូវធ្វើអីខ្លះខ្ញុំ list មកដាក់ជាចំណុចមកចំណុចទី1ប្រូរបបអាហារចំណុចទី2ធ្វើលំហាត់ប្រាណចំណុចទី3ចេះផែនការគុំតែបានតែ print រូបឲ្យបិទនៅជញ្ជាំងឲ្យមិនធ្វើអីអញ្ចឹងហើយបានអាចក្ខុវិស័យចក្ខុវិស័យរបស់យើងvision របស់យើងនោះវាអត់ទៅណាសោះខ្ញុំមកដឹងថាបងប្អូនបានមើល podcast របស់ខ្ញុំមួយនៅក្នុងប្រធានបទដែលខ្ញុំនិយាយថាខ្ញុំចង់មានមិត្តភ័ក្តិដូចជាខ្ញុំហើយខ្ញុំនិយាយអំពីរបៀបដែលខ្ញុំស្រឡាញ់មិត្តភ័ក្តិរបស់ខ្ញុំរបៀបដែលមិត្តភ័ក្តិខ្ញុំស្រឡាញ់ខ្ញុំហើយខ្ញុំនិយាយថាខ្ញុំគឺជាមនុស្សដែលប្រកែគាំទ្រមិត្តភ័ក្តិឧទាហរណ៍សុកណាសុកមិត្តភ័ក្តិរបស់ខ្ញុំមកនិយាយប្រាប់ខ្ញុំថាចេះថាគាត់ចង់ឡើងទៅភពអង្គារគាត់ចង់ទៅធ្វើការនៅក្នុង NASA គាត់ចង់ទៅធ្វើជា astronaut ខ្មែរគេថាមិន astronaut គាត់ចង់ឡើងទៅភពអង្គារខ្ញុំអត់សើចគាត់ទេដំបូងខ្ញុំសួរគាត់ហ្មងចង់មែនចង់លេងនិយាយមែននិយាយលេងបើសិនជាខ្ញុំមើលថាអូគាត់និយាយមែនខ្ញុំនឹងសួរគាត់ហ្មងហេតុអីមកគាត់ចង់ធ្វើគាត់ចង់ធ្វើវាកម្រិតណាហើយបើសិនជាច្បាស់ហើយថាគាត់អូមិត្តភក្តិខ្ញុំវាមិននិយាយលេងហងវានិយាយមែនខ្ញុំគាត់សួរគាត់ហ្មងអូខេតើធ្វើមកយើងអាចទៅរៀនខាងហ្នឹងបានមានផែនការអីគេសួរគាត់ភ្លាមហ្មងមានផែនការអីគេនិយាយទៅអត់មានថាមកដល់សោចមិត្តភក្តិប្រាប់ពីក្តីស្បិនរបស់គាត់អីសោចមិត្តភក្តិងាប់អើយហើយមើលហែងឥឡូវមើលអូយមុខអញ្ចឹងឯងតែធ្វើនេះតែធ្វើនោះអត់ទេ no ដាច់ខាតខ្ញុំអត់អញ្ចឹងឯងខ្ញុំគឺជាមនុស្សដែលមហាកម្ពុជាជឿជាក់មនុស្សជុំវិញខ្លួនរបស់ខ្ញុំចាបើនិយាយឲ្យស្រួលស្រាប់គឺរុញគូតគេឡើងទៅលើតែម្ដងប៉ុន្តែនៅពេលដែលដល់ពេលខ្លួនឯងមានជាការដល់ខ្លួនឯងធ្វើបានអត់អានឹងពីមុនប៉ុន្តែឥឡូវបងប្អូនដឹងមិនអត់ខ្ញុំប្រាប់សាច់រឿងពីរខ្ញុំដឹងតាំងពីដើមថាខ្ញុំគឺជាមនុស្សដែល ambitious បានន័យថាមនុស្សដែលមានមហិច្ឆតាវាមិនធំខ្លាំងទេប៉ុន្តែវាគួរសមណាតែវាមិនតូចវាមិនធំតែក៏វាមិនតូចដែរហើយដោយសារថាជីវិតពេលខ្លះយើងជួបរឿងច្រើនណាយើងរស់នៅយើងជួបមនុស្សច្រើនយើងដឹងវាមិនច្រើនទេប៉ុន្តែវាមិនល្មមគ្រប់គ្រាន់មកយើងសាំនឹងជីវិតហ្នឹងណាអាមិនក៏យើងស្គាល់ខ្ពស់ក៏យើងធ្លាប់ទទួលបទពិសោធន៍ទៀតក៏យើងទទួលបទពិសោធន៍កណ្ដាលក៏យើងទទួលបទពិសោធន៍10បានហ្នឹងក៏ទទួលបទពិសោធន៍ឲ្យអស់ដែរអញ្ចឹងទៅមានអារម្មណ៍ថាអូយជីវិតនេះមិនដឹងទៅស្អីគេទៅខំហ៎ចង់ក្រោយគុំទៅងាប់ទៅដែរនិយាយអញ្ចឹងណាប៉ុន្តែថ្ងៃមួយមិត្តភក្តិខ្ញុំពេលហ្នឹងខ្ញុំឈៀលមែនតែខ្ញុំជាមនុស្សដែលឈៀលណាវាថា go with the flow វាថាទឹកហូរទៅណាហូរទៅតាមទឹកណាហើយអញ្ចឹងមែនពេលហ្នឹង peaceful មែនជីវិតមានអារម្មណ៍ថាបាទមានសន្តិភាពណាសន្តិភាពក្នុងចិត្តណាហើយថ្ងៃមួយហ្នឹងក៏មិត្តភក្តិខ្ញុំជួបគ្នាមិត្តភក្តិខ្ញុំគាត់មើលវីដេអូនេះគាត់ដឹងថាគាត់ជាណាគេជួបគ្នាមួយគាត់ហើយគាត់បានសួរខ្ញុំសួរថាចេះហេតុអីនៅពេលដែលខ្ញុំធ្វើវីដេអូធ្វើអីខ្ញុំមកខ្វល់ថាខ្ញុំបាន view ប្រហែលពីពេលហ្នឹងមែនគឺខ្ញុំខ្វល់តែថាអ្វីដែលខ្ញុំផ្ដល់ឲ្យហ្នឹងបងប្អូនទទួលបានអត់ខ្ញុំមកខ្វល់ពី view មកខ្ញុំអត់មានរក sponsor ពីវីដេអូដែលខ្ញុំធ្វើផងហ្នឹងមិនចឹងហើយខ្ញុំខ្វល់តែអីរបៀបអញ្ចឹងហើយមកប្រាប់ខ្ញុំថាហេតុអីមិនយើងអត់ខ្វល់ហើយនៅពេលហ្នឹង
មានវីដេអូខ្លីៗវីដេអូខ្លីៗរបស់ខ្ញុំមិនវីដេអូប្រកែកណាវីដេអូខ្លីៗរបស់ខ្ញុំហ្នឹងខ្ញុំចាប់ផ្ដើមរក sponsor ពីវីដេអូខ្លីៗហើយខ្ញុំប្រាប់ខ្ញុំថាបើសិនជាយើងរក sponsor ពីវីដេអូទាំងអស់ហ្នឹងគឺយើងត្រូវខ្វល់ពី view ពីព្រោះ client របស់យើងភ្ញៀវរបស់យើងគឺគាត់ខ្វល់ថានៅពេលដែលយើងគាត់ជួយយើង promote ធ្វើអីមួយគឺគាត់ខ្វល់ថាតើវីដេអូរបស់យើងបាន view ប្រហែលហើយថា view ច្រើនហ្នឹងក៏វាមិនសំខាន់ដែរសំខាន់ថាតើ branding របស់គាត់ហ្នឹងគេ score អត់ឬក៏គេទិញអត់អាហ្នឹងគឺសំខាន់ហើយខ្ញុំនឹងឈៀលខ្ញុំថាអូវីដេអូហ្នឹងល្អហើយដល់ពេលហើយដោយសារតែមិត្តភ័ក្ដិខ្ញុំហ្នឹងសួរអញ្ចឹងហើយខ្ញុំអត់ដឹងទេថាសំណួររបស់គាត់អាការនិយាយរបស់គាត់ហ្នឹងវាមាន affect មកលើខ្ញុំបានន័យថាវាផ្លាស់ប្ដូរអីមួយនៅខាងក្នុងខ្ញុំអត់ដឹងទេរហូតដល់ថ្ងៃមួយខ្ញុំចេះហែទឹកតាំងពីខ្ញុំនៅក្មេងអាយុ 4-5 ឆ្នាំពីព្រោះផ្ទះមានអាងទឹកអញ្ចឹងណាយើងហែទឹករហូតដល់ពេលខ្ញុំចាប់ដើមធំប្រហែលជា10ឆ្នាំគឺខ្ញុំលេងហែទឹករហូតដល់ឥឡូវខ្ញុំអត់ដឹងមិនដែរ10ឆ្នាំជាងខ្ញុំអត់ហែទឹកសោះហើយអញ្ចឹងទៅខ្ញុំនឹកអាកីឡាដែលខ្ញុំធ្លាប់លេងខ្ញុំធ្លាប់ធ្វើវីដេអូនឹងម្ដងខ្ញុំនឹកកីឡាដែលខ្ញុំធ្លាប់លេងពីទូចហ្នឹងគឺខ្ញុំលេង sport តាំងពីទូចខ្ញុំលេងកីឡាតាំងពីទូចខ្ញុំចង់ទៅហែទឹកវិញហើយខ្ញុំ text ណាខ្ញុំឆាតប្រាប់លោកពុកខ្ញុំថានឹកកូននឹកហែទឹកណាឥឡូវហ្នឹងកូនប្រហែលទៅហែទឹកវិញហើយចាំមួយចូលពីកូនខានហែទឹកយូរហើយតាំងពីនៅផ្ទះចាស់របស់យើងអីចេះខ្ញុំបានបាយអូហូសតាំងពីអ្នកឲ្យកូនអញ្ចឹងទៅហើយពេលគាត់លោកឪពុកខ្ញុំណាសម្ដីពាក្យទី1ដែលចេញពីមាត់របស់គាត់ណាដឹងគាត់និយាយមិននិយាយបងប្អូនគាត់និយាយចេះបើកូនឯងចង់ទៅហែទឹកគុំទៅហែលេងទៅអូឡ িম্প ិកទៅ start អូឡ িম্প ិកហើយទៅចោះឈ្មោះធ្វើជាអីគេទៅធ្វើគេហៅអីគេធ្វើអ្នកប្រកួតមែនទេទៅប្រកួតទៅអូឡ িম্প ិកទៅអីទៅរបៀបអញ្ចឹងហើយខ្ញុំថាចេះលោកពុកបញ្ញាប់ទៅណាមួយកូននេះអត់មានថាចង់ប្រកួតប្រជែងជាមួយនរណាចង់បានជ័យលាភីចង់អីទេជីវិតមួយនេះសូមតែសន្តិភាពសុខផ្លូវចិត្តទៅអូអរគុណច្រើនហើយគ្នាគ្រាន់តែចង់ត្រឡប់ទៅហែទឹកលេងវិញដោយសារកីឡាហ្នឹងគ្នាធ្លាប់លេងតាំងពីទូគ្នានឹកអីចឹងណាលេងមកហើយលោកពុករបស់ខ្ញុំគាត់អត់ធម្មតាហើយខ្ញុំមួយប្អូនខ្ញុំនាំគ្នាសើចមួយម៉ាក់ខ្ញុំក៏សើចដែរសើចពេញហ្នឹងហ្មងសើចពេញផ្ទះហើយដល់ពេលហើយទៅក៏ពេលដល់ឥឡូវនៅពេលដល់ឥឡូវខ្ញុំចាប់ផ្ដើមមានចក្ខុវិស័យថ្មីមួយសម្រាប់ឆ្នាំ2026ថ្មីហើយវាខុសដាច់ពីឆ្នាំ2023មកព្រោះដោយសារឆ្នាំ2023នៅពេលដែលខ្ញុំមានចក្ខុវិស័យសម្រាប់ខ្លួនឯងហ្នឹងខ្ញុំបានអាជីពវាហើយខ្ញុំបានបំពេញវាហើយខ្ញុំខ្លាចទៅជាខ្ញុំដែលខ្ញុំបានសម័យហើយខ្ញុំនិយាយមែនខ្ញុំឥឡូវហ្នឹងគឺជានារីនៅក្នុងក្តីសម័យរបស់ខ្ញុំកាលពីរយៈពេល2ឆ្នាំមុនខ្ញុំនិយាយមែនណាអូនឹកឃើញអីណាឥឡូវនិយាយតហើយដល់ពេលដោយសារមនុស្ស2នាក់ទី1លោកពុកខ្ញុំទី2មិត្តភក្តិខ្ញុំពួកគាត់បានឆ្កឹះខ្ញុំឆ្កឹះអាមហិច្ឆតានៅខាងក្នុងខ្លួនខ្ញុំហ្នឹងត្រឡប់មកវិញហើយបានចាប់ផ្ដើមមានអាចក្ខុវិស័យថ្មីសម្រាប់ខ្លួនឯងហើយចក្ខុវិស័យរបស់ខ្ញុំហ្នឹងវាជាក្តីសុបិនមួយធំហើយនៅពេលដែលខ្ញុំគិតដល់វាម្ដងយើងភ័យផងយើងអរផងប៉ុន្តែខ្ញុំជឿហ្មងថាប្រសិនបើក្តីសម័យរបស់យើងវាអត់បំភ័យយើងវាអត់ធ្វើឲ្យយើងភ័យអត់ធ្វើឲ្យយើងខ្លាចទេក្តីសម័យរបស់យើងវាអត់ធំគ្រប់គ្រាន់ទេពីព្រោះដោយសារបើសិនយើងគ្រាន់តែមានក្តីសម័យថាយើងជិះទូកនៅតាមទន្លេដងទន្លេសាបយើងនេះមាត់ទន្លេយើងមានអីត្រូវភ័យមានអីត្រូវខ្លាចគ្រាន់ក្តីសម័យតូចតាចហ្នឹងសាក់ក្តីសម័យទៅមានក្រុមហ៊ុនមួយបើកក្រុមហ៊ុនមានអាគារមួយ20-30 ជាន់មិនភ័យលើហ្នឹងគិតច្រើនលើហ្នឹងគិតនេះគិតនោះលើហ្នឹងដឹងថាខ្លួនឯងធ្វើបានអត់អូ stress ហ្នឹងចាប់ផ្ដើមពីណាលើហ្នឹងអញ្ចឹងបានថាប្រសិនបើក្តីសម័យរបស់យើងវាអត់ធ្វើឲ្យយើងភ័យវាអត់ធ្វើឲ្យយើងមានការសង្ស័យខ្លួនឯងវាអត់ធ្វើឲ្យយើងទៅនៅក្តីសម័យមួយហ្នឹងវាមិនតង់ធំគ្រប់គ្រាន់ទេហើយឥឡូវនៅពេលដែលខ្ញុំមានចក្ខុវិស័យដ៏ធំធេងមួយសម្រាប់ខ្លួនឯងខ្ញុំមានក្តីសុបិនថ្មីមួយសម្រាប់ខ្លួនឯងទៅខ្ញុំភ្ញាក់រលឹកយកពីផ្នែកកំណត់និងគោលបំណងរបស់លោកឪពុករបស់ខ្ញុំជាមួយនឹងមិត្តភក្តិរបស់ខ្ញុំមកតឥឡូវខ្ញុំអរគុណគាត់ហ្មងក្នុងវីដេអូនេះបើអ្នកទាំងពីរឃើញខ្ញុំសូមអរគុណ I love you so much ខ្ញុំនិយាយមែនវាទៀមមនុស្សតែ2នាក់ឯងដែលឆ្កឹះខ្ញុំឲ្យខ្ញុំខ្លាចជាខ្ញុំឥឡូវហ្នឹងធ្វើឲ្យខ្ញុំមានលោតសំណួរមកសួរមកកាន់ខ្លួនឯងហ្មងថាជីវិតមួយនេះខ្ញុំជឿថាខ្ញុំមកនៅលើភពផែនដីនេះដើម្បីទទួលបទពិសោធន៍ជីវិតហើយខ្ញុំជឿថាអត់មានជាតិក្រោយទេខ្ញុំអត់ជឿថាយើងស្លាប់ហើយយើងចាប់ជាតិថ្មីខ្ញុំអត់ជឿទេអញ្ចឹងបើសិនបើខ្ញុំមានជីវិតតែមួយជីវិតមានឱកាស
តែមួយឱកាសនៅពេលដែលជីវិតខ្ញុំនៅលើភពផែនដីនេះនៅពេលដែលខ្ញុំមានជីវិតរស់នៅហេតុអីខ្ញុំមិនចង់បានរឿងដែលល្អបំផុតនៅក្នុងជីវិតខ្លួនឯងហេតុអីខ្ញុំមិនចង់ធ្វើអស់ពីសមត្ថភាពដើម្បីដឹងថាតើខ្លួនឯងដើរទៅដល់ចំណុចមួយណាហេតុអីខ្ញុំមិនចង់បានរឿងល្អ lifestyle មួយដែលល្អសម្រាប់ខ្លួនឯងនៅក្នុងជីវិតមួយនេះទៅហេតុអីយើងមានការសង្ស័យទៅលើខ្លួនឯងទៅអីហេតុអីយើងមិនឈប់ខ្លួនឯងទៅអីហេតុអីយើង limit ខ្លួនឯងទៅអីហេតុអីយើងមិនសម័យឲ្យធំទៅឲ្យដឹងថាតើយើងជាយើងនេះបើសិនយើងខំអស់ពីសមត្ថភាពវាទៅដល់ណាហេតុអីយើងមិនគិតអញ្ចឹងហេតុអីបានយើងមិនចង់បានជីវិតមួយដែល comfortable ជីវិតមួយដែលសុខស្រួលអត់ត្រូវ stress ស្អែកបងសាលាកូនស្អែកបងថ្លៃផ្ទះស្អែកញ៉ាំអីគេថ្ងៃនឹងមានអីញ៉ាំហេតុអីយើងមិនចង់មានសេរីភាពខាងហិរញ្ញវត្ថុទៅហេតុអីយើងមិនចង់ដោះលែងខ្លួនឯងហេតុអីយើងមិនចង់ផ្ដល់ជីវិតមួយទៅកាន់ខ្លួនឯងនិងក្រុមគ្រួសារនិងមនុស្សជុំវិញខ្លួនរបស់យើងមនុស្សជាទីស្រឡាញ់របស់យើងឲ្យល្អបំផុតទៅហេតុអីខ្ញុំសួរខ្លួនឯងអញ្ចឹងហើយហេតុអីបើខ្ញុំអត់ចង់បានអញ្ចឹងពីព្រោះមានមនុស្សជាច្រើនណាស់ដែលត្រូវការខ្ញុំមិនធំតែខ្លួនខ្ញុំម្នាក់ឯងមនុស្សជុំវិញខ្លួនរបស់យើងគឺសុទ្ធតែត្រូវការយើងមិនថាតិចឬច្រើនក៏ដោយគឺគេសុទ្ធតែត្រូវការយើងហេតុអីបានយើងមនុស្សមានសមត្ថភាពទោះបីយើងគិតថាយើងមិនមានសមត្ថភាពក៏ដោយហេតុអីបានយើងមិនរៀនហេតុអីបានយើងមិនធ្វើហើយបន្ទាប់ពីខ្ញុំមានចក្ខុវិស័យសម្រាប់ខ្លួនឯងហើយខ្ញុំរៀបផែនការសម្រាប់ខ្លួនឯងហើយខ្ញុំកំពុងតែធ្វើវាឥឡូវហ្នឹងអូវាច្រើនថ្មី2026ហ្នឹងខ្ញុំហើយឥឡូវនេះបងខ្ញុំឥឡូវហ្នឹងខ្ញុំបានសួរខ្លួនឯងទៀតបាន plan ប្រហែលកន្លះខែឬក៏មួយខែអញ្ចឹងខ្ញុំសួរខ្លួនឯងទៀតថាឥឡូវហ្នឹងខ្ញុំកំពុងតែដើរនៅក្នុងក្តីសម័យរបស់ខ្ញុំអត់ខ្ញុំកំពុងតែរស់នៅក្នុងចក្ខុវិស័យដែលខ្ញុំមានសម្រាប់ខ្លួនឯងអត់ដែលខ្ញុំបានសរសេរនៅក្នុងសភៅកំណត់ហេតុរបស់ខ្ញុំ Yes ខ្ញុំឆ្លើយចម្លើយថា Yes ពីព្រោះអ្វីដែលខ្ញុំធ្វើជារៀងរាល់ថ្ងៃឥឡូវហ្នឹងទោះបីមនុស្សដទៃមើលអត់ឃើញពីព្រោះខ្ញុំអត់ប្រាប់គេឬក៏គេអត់ដឹងក៏ដោយព្រោះខ្ញុំអត់ប្រាប់គេតែខ្ញុំបានកំពុងតែដើរទៅរកចក្ខុវិស័យខ្លួនឯងខ្ញុំកំពុងតែដើរទៅរកក្តីសុបិនរបស់ខ្លួនឯងមានតែខ្ញុំឯងដែលខ្ញុំដឹងហើយនឹងមនុស្សក្បែរខ្លួនខ្ញុំបំផុតគឺក្រុមគ្រួសាររបស់ខ្ញុំជាពិសេសគឺប្អូនខ្ញុំគឺគាត់ដឹងថាខ្ញុំធ្វើអីខ្លះខ្ញុំងើបមកខ្ញុំធ្វើអីខ្លះខ្ញុំគិតអីខ្លះខ្ញុំដឹងហើយគាត់ក៏ដឹងហើយខ្ញុំសប្បាយចិត្តនៅពេលដែលខ្លួនឯងដើរទៅរកក្តីកំពុងតែដើរទៅរកក្តីសម័យរបស់ខ្លួនឯងកំពុងតែរស់នៅក្នុងផ្នែកមួយនៃក្តីសម័យរបស់ខ្លួនឯងហើយបងប្អូនទាំងអស់គ្នាក៏នៅពេលដែលរៀបចំផែនការហើយសម្រាប់ខ្លួនឯងសូមកុំភ្លេច take action បែរថាធ្វើវាកុំទុកវាចោលដើរម្ដងបន្តិចថ្មីនេះខ្ញុំបានសួរសំណួរទៅកាន់ខ្លួនឯងមួយថាតើហេតុអីខ្ញុំឬក៏មនុស្សផ្សេងដែលពួកគាត់ចង់លូតលាស់ហេតុអីមានអារម្មណ៍ថាពិបាកនឹងលូតលាស់ម៉េចឬក៏ពិបាកនឹងកែប្រែអីមួយម៉េចនៅពេលដែលមនុស្សណាម្នាក់និយាយប្រាប់យើងហេតុអីពេលដែលគេនិយាយហើយយើងដូចមានអារម្មណ៍ថាអត់ចូលខ្ញុំបានរកឃើញចម្លើយមួយនៅក្នុងចំណោមចម្លើយជាច្រើនណាចម្លើយដែលខ្ញុំរកឃើញសម្រាប់ខ្លួនឯងនេះថាពេលខ្លះខ្ញុំប្រើប្រាស់អារម្មណ៍ច្រើនពេកខ្ញុំប្រើប្រាស់អារម្មណ៍ច្រើនជាងគូក្បាលពីព្រោះដោយសារអីឧទាហរណ៍មិនឧទាហរណ៍ជារឿងប៉ັດហ្មងខ្ញុំលើកសាច់រឿងមួយការខ្ញុំនៅជាមួយនឹងអតីតខ្ញុំខ្ញុំនៅតាក់ទងគាត់ពេលហ្នឹងខ្ញុំមិនមែនជាមនុស្សហាត់ប្រាណទេប៉ុន្តែគាត់ជាមនុស្សហាត់ប្រាណគេមនុស្សប្រុសសេចដុំអីចឹងទៅខ្ញុំមិនមែនជាមនុស្សហាត់ប្រាណទេប៉ុន្តែយើងក៏មិនអាក្រក់ដែរយល់ន័យរបស់ខ្ញុំមកយើងអត់អាក្រក់ទេគ្រាន់តែយើងមិនមែនជាមនុស្សដែលហាត់ប្រាណណាដល់ពេលអញ្ចឹងទៅគាត់ក៏បានជំរុញខ្ញុំលើកទឹកចិត្តខ្ញុំថាអញ្ចឹងថាឲ្យខ្ញុំនឹងហាត់ប្រាណទៅដើម្បីសុខភាពចេះមួយចុះពីរអីចឹងណាអីអញ្ចឹងទៅហើយខ្ញុំនឹងពេលហ្នឹងទៅជាគិតថាម៉េចអ្នកឯងអត់ស្រឡាញ់ខ្ញុំជាខ្ញុំទេអីអ្នកឯងគិតថាខ្ញុំមិនចេះមែនចុះមែនខ្ញុំអត់ស្អាតគ្រប់គ្រាន់មែនទៅជា insecure ទៅជាអីអាណៃឆ្កុយហើយដល់ពេលឥឡូវចេះហាត់ប្រាណចេះអីទៅមិនដឹងថាចេះតាក៏ប៉ុតទៅគេប្រាប់ឲ្យល្អតាមិនយើងទៅជាអញ្ចឹងគេប្រាប់ឲ្យល្អតាប៉ុន្តែមែនខ្ញុំឃើញពេលជាច្រើនណាសូម្បីប្អូនប្រុសខ្ញុំក៏ដោយឬក៏ប្អូនខ្ញុំកូនខ្ញុំក៏ដោយពេលខ្លះប្រាប់ពួកគាត់អញ្ចឹងគាត់មានអារម្មណ៍មួយថាមិនបាននិយាយគាត់ចង់តមកប៉ុន្តែពួកគាត់អត់ដឹងទេថាក៏ប៉ុតការដែលយើងនិយាយហ្នឹងគឺយើងចង់ឲ្យគាត់ល្អហើយមិនថាមិត្តភ័ក្ដិយើងមកនិយាយមកកាន់យើងឬក៏នរណាគេនិយាយមកកាន់យើងប្រកាសទេហេតុអីបានយើងមានអារម្មណ៍ថាយើងប្រតិកម្មពីព្រោះដោយសារយើងមានអំនួត
បងប្អូនអាចច្បាស់យើងទាំងអស់គ្នាមានអំនួតពីព្រោះនៅពេលដែលមនុស្សមានអំនួតណាធ្វើស្អីក៏គិតថាខ្លួនឯងត្រូវដែរស្អីក៏គិតថាខ្លួនឯងល្អដែរជួនដល់ពេលដែលគេប្រាប់រឿងដែលខ្លួនឯងត្រូវកែប្រែឬក៏ចំណុចមិនល្អរបស់ខ្លួនឯងទទួលយកបានទេយល់ទេមនុស្សមានអំនួតគឺអញ្ចឹងហើយអញ្ចឹងនៅពេលដែលខ្ញុំចេះបន្ទាបខ្លួនទៅវាថាចេះដឹងថាខ្លួនឯងអត់ដឹងគ្រប់រឿងទេខ្លួនឯងមិនមែនជាមនុស្សស្អាតជាងគេនៅលើโลกហ្នឹងទេហើយខ្លួនឯងក៏មិនមែនជាមនុស្សដែលមានលុយជាងគេនៅលើโลกហ្នឹងដែរខ្លួនឯងមិនមែនជាមនុស្សល្អបំផុតនៅโลกហ្នឹងទេចូលទៅចេះបន្ទាបខ្លួនចេះមើលកំហុសខ្លួនឯងចេះរៀនអីថ្មីចូលទៅនៅពេលដែលមនុស្សឥឡូវហ្នឹងណាជុំវិញខ្ញុំណានិយាយប្រាប់ខ្ញុំថាខ្ញុំខ្វះខាតត្រង់ណាអីអញ្ចឹងណាប្រកាសឲ្យចំណុចដំបូងឈឺចិត្តហ្មងរបៀបឌឹបឬចាក់ឌឹបអញ្ចឹងហ្មងថាអូយមិនគួរណាអញអញ្ចឹងសោះវាអញ្ចឹងណាហើយមានសម្លេងមកហ្មងចំមិនបាត់គេនិយាយអញ្ចឹងណែញ៉ែងគាត់ថាឯងល្អប៉ុណ្ណាមានសម្លេងហ្នឹងមកហ្មងបាទខ្ញុំដឹងថាចេះអូសម្លេងនេះអំនួតទេសម្លេងនេះមិនមែនខ្ញុំទេអំនួតខ្ញុំណាតែបើសម្លេងមួយទៀតដែលត្រឹមត្រូវគឺសម្លេងដែលសួរខ្លួនឯងហ្មង reflect ទៅកាន់ខ្លួនឯងវិញថាតើគេនិយាយនឹងត្រូវឬខុសតើខ្លួនឯងត្រូវកែប្រែមែនអត់ហ្នឹងឯងបានជាសម្លេងដែលយើងគួរតែស្ដាប់យល់ទេអញ្ចឹងនៅពេលដែលមនុស្សជុំវិញខ្លួនយើងប្រាប់យើងពីអីមួយជំរុញយើងរឿងអីមួយស្ដាប់គេមួយកុំតន់តកុំតន់ប្រតិកម្មហើយសួរខ្លួនឯងហើយនៅពេលដែលយើងជ្រើសរើសស្ដាប់សម្លេងដែលថាឲ្យយើងកែប្រែហ្នឹងហើយយើងធ្វើតាមខ្ញុំធានាបងប្អូនមកខ្ញុំជាសាក់សីរស់ថាយើងនឹងលូតលាស់ពីមុនក៏ខ្ញុំជាមនុស្សបែបហ្នឹងគេនិយាយអត់បានទេប៉ុន្តែឥឡូវមែនសាក់តាមមិត្តភ័ក្ដិខ្ញុំមកអង្គុយនិយាយប្រាប់ខ្ញុំម៉ូនីកាឯងខ្វះត្រង់នេះគ្នាគិតថាហែងគួរធ្វើចំណុចត្រង់នេះទៀតអូកូនខ្លួនឯងចេះអូអញ្ចេះក៏អ្នកឯងខ្វះខាតអញ្ចេះមួយចុះពីរឬក៏វីដេអូរបស់ខ្ញុំឬក៏ខ្ញុំមាន event មួយទៅជួបបងប្អូនទាំងអស់គ្នាអីចឹងទៅដល់ពេលខ្ញុំនិយាយនៅក្នុង event ហ្នឹងទៅកម្មវិធីហ្នឹងខ្វះខាតចំណុចត្រង់ណាបងប្អូនពេលចប់កម្មវិធីបងប្អូនដើរមកនិយាយមួយខ្ញុំអូម៉ូនីកាអូបងគិតថាអូនឯងចេះស្ដាប់មើលគឺខ្ញុំនឹងស្ងាត់ឲ្យស្ដាប់បងប្អូនទាំងអស់គ្នាហ្មងពីព្រោះដោយសារអីហ៎នៅពេលដែលមកដល់ការដែលខ្ញុំកែប្រែខ្លួនឯងបែបថារិះគន់ដើម្បីស្ថាបនាក៏ខ្ញុំច្បល់ក្បាលទៅហ្មង Tell me ប្រាប់ខ្ញុំ like right now right here tell me a lot ប្រាប់ឲ្យច្រើនស្អប់ខ្នាញ់ហ្មងនិយាយមែនខ្ញុំមកឲ្យថាអូយអីមួយដែលលូតលាស់មែនគឺថាច្បល់ទៅហ្មងអត់មានថាការលូតលាស់ការផ្លាស់ប្ដូរគួរឲ្យខ្លាចអី no มันមាននៅក្នុងវចនានុក្រមរបស់នាងខ្ញុំទេចាហើយអញ្ចឹងទៅសប្តាហ៍ថ្ងៃនេះខ្ញុំដឹងហ្មងថាមនុស្សនៅក្បែរខ្លួនយើងគឺសំខាន់មែនតើមិនមែនថានៅពេលដែលគេអត់ជំរុញឲ្យយើងលូតលាស់ទៅគេមិនមែនជាមនុស្សមិនល្អទេ no គ្រាន់តែថាបើសិនជាយើងផ្ដោតទៅលើការលូតលាស់វាពិតជាសំខាន់ណាស់ដែលយើងជ្រើសរើសមនុស្សនៅជុំវិញខ្លួនរបស់យើងដែលគាត់មានភាពក្លាហានហ៊ាននិយាយត្រង់មកកាន់យើងប្រាប់ចំណុចខ្វះខាតរបស់យើងខ្ញុំមិនមែនណាខ្ញុំនឹកចឹងណាឃើញមិត្តភក្តិខ្ញុំទៀតហើយខ្ញុំអរគុណហ្មងអរគុណពួកគាត់ហ្មងតែនេះគាត់សួរហ្មងមួយការអត់មានធ្វើវីដេអូនេះហ៎អត់ធ្វើវីដេអូនោះហ៎ហើយខ្ញុំនិយាយមែនណាមនុស្សខ្ញុំបងប្អូនទាំងគ្នាគឺជាមនុស្សដែលអញនិយាយបានថារឹងមាំគេមើលមកថារឹងមាំគេមើលមកថាខ្ញុំចាស់ឲ្យខ្ញុំដឹងខ្ញុំជាមនុស្សដែលតែងតែដឹងថាខ្លួនឯងត្រូវធ្វើអីបើមែនខ្ញុំជាមនុស្សដែលខ្ញុំតែងតែដឹងថាខ្លួនឯងត្រូវធ្វើអីទោះបីខ្ញុំកំពុងតែលំបាកទោះបីខ្ញុំកំពុងតែជាប់គាំងខ្ញុំគឺជាមនុស្សដែលតែងតែរផ្លូវគឺច្បល់ចេញខ្លួនឯងបាច់ចាំតាណាគេប្រាប់ហ្មងគឺទៅខ្លួនឯងឲ្យស្ងាត់តែខ្លួនឯងឯងហើយទៅពេលខ្លះធ្វើឲ្យមនុស្សគ្រប់គ្នាគិតថាខ្ញុំចេះអស់ហើយខ្ញុំដឹងអស់ហើយអញ្ចឹងមិនប្រាប់ទៅខ្ញុំដឹងខ្ញុំត្រូវធ្វើអីប៉ុន្តែពេលខ្លះខ្ញុំនៅត្រូវការមនុស្សដែលសួរខ្ញុំដូចប្អូនខ្ញុំតនេគាត់និយាយខ្ញុំហ្មងទៅនេះទៅធ្វើវីដេអូនេះហើយខ្ញុំទុកទៅតាមគាត់ហ្មងអត់មានគាត់ថាបងស្ដាប់បងខ្លួនឯងជាបងមិនគួរស្ដាប់ប្អូនអត់ទេឲ្យដល់ពេលណាគេជំរុញខ្ញុំធ្វើអីមួយគឺខ្ញុំសប្បាយចិត្តណាខ្ញុំសប្បាយចិត្តហើយខ្ញុំចង់មានមនុស្សបែបហ្នឹងនៅក្នុងជីវិតរបស់ខ្ញុំឲ្យច្រើនពីព្រោះគ្រាន់តែមនុស្ស2 3នាក់ជំរុញខ្ញុំហ្នឹងណាគឺខ្ញុំដើរលឿនមែនតើលឿនហ្មងហើយខ្ញុំពិតជាដឹងថាមនុស្សដែលនៅជាមួយយើងល្អគេល្អហើយប៉ុន្តែប្រសិនបើអត់ជួយជំរុញគ្នាទេក៏នាំគ្នាឲ្យនៅវិលដល់ហ្នឹងអត់មានទៅណារួចដែរមួយទៀតបងប្អូនប្រកាសជាដឹងហើយថារាល់ពេលដែលយើងចង់ធ្វើអីមួយផ្លាស់ប្ដូរអីមួយចាប់ផ្ដើមអីមួយបែរស្ទឹងតែមានសម្លេងចេញមកហើយអ្នកឯងក៏ថាអ្នកឯងធ្វើបាបណែជានរណាអ្នកអត់មើលខ្លួនឯងឥឡូវហ្នឹងហើយសម្លេងហ្នឹងចេញពីខ្លួនឯងហ្នឹងអត់មានណាគេនិយាយថាយើងទេចាពេលខ្លះសម្លេងរបស់យើងដែលកើតមានឡើងហ្នឹងគឺដោយសារមនុស្សដទៃហ្នឹងតែងតែនិយាយបង្អាក់ដំណើរយើងតែអត់លើកទឹកចិត្តយើងអញ្ចឹងទៅវាកើតមានប៉ុន្តែពេលខ្លះនោះវាជា
insecurity របស់យើងវាជាការដែលយើងសង្ស័យខ្លួនឯងនឹងហ្មងប៉ុន្តែខ្ញុំតែងតែប្រាប់ថាអារម្មណ៍ឬក៏ការគិតអវិជ្ជមានទាំងអស់ហ្នឹងវាគឺជាមិត្តភក្តិរបស់យើងខ្ញុំនិយាយនៅក្នុងវីដេអូខ្ញុំជួបមនុស្សណាដែលគេមានអារម្មណ៍អវិជ្ជមានណាមួយកើតឡើងគេខូចចិត្តគេខឹងគេមានអារម្មណ៍ខកចិត្តគេមានអារម្មណ៍ឯកាគេមានអារម្មណ៍ណាមួយក៏ដោយមនុស្សជុំវិញខ្លួនខ្ញុំឲ្យតែមកនិយាយជាមួយខ្ញុំគឺខ្ញុំតែងតែនិយាយប្រាប់ហ្មងថាអារម្មណ៍អវិជ្ជមានទាំងអស់ហ្នឹងវាមិនមែនជាសត្រូវរបស់យើងដែលយើងគួរតែកម្ចាត់វាចេញទេវាមិនមែនទេប៉ុន្តែវាគឺជាមិត្តភក្តិរបស់យើងហើយយើងត្រូវដឹងថាទោះបីយើងឧទាហរណ៍ត្រូវយើងជាវិធីការនីយើងត្រូវឡើងឆាកភ័យនៅជុំវិញមនុស្សរាប់រយរាប់ពាន់នាក់ក៏ដោយត្រូវដឹងថាអារម្មណ៍របស់យើងហ្នឹងវានៅជាមួយយើងរហូតវាអត់មានទៅណាទេអញ្ចឹងរាល់ពេលដែលយើងមានអារម្មណ៍ទាំងអស់ហ្នឹងកើតឡើងមកជំនួសដោយការដែលអូយមិនបានខ្លួនឯងអត់សុបាយចិត្តចឹងខ្លួនឯងមានគ្រប់យ៉ាងហើយហេតុអីមិនសុបាយចិត្តអូហើយមិនបានខ្លួនឯងមានអារម្មណ៍បែបនេះមានអារម្មណ៍បែបនោះអូយខ្ញុំស្អប់ខ្លួនឯងមិនបានស្អប់អារម្មណ៍ទាំងអស់ហ្នឹងហើយកុំចាត់វាទៅណាបានបើវាបាត់ហើយវាមកវិញដដែលហ្នឹងចង់ដល់យើង80 90ឆ្នាំដល់មុននឹងយើងដកដង្ហើមទឹកក៏យើងនៅតែមានអារម្មណ៍ទាំងអស់ហ្នឹងដែរអារម្មណ៍សោកស្ដាយថាអូយខ្ញុំគួរតែដើរលេងស្គាល់ជីវិតឲ្យបានច្រើនជាងនឹងមុននឹងខ្ញុំស្លាប់មិនគួរខិតខំធ្វើការពេញមួយជីវិតទេខ្ញុំអារម្មណ៍សោកស្ដាយអារម្មណ៍អីវានៅតែមានអញ្ចឹងវាអត់បាត់ទៅណាទេប៉ុន្តែខ្ញុំរៀនរស់រៀន make friends រៀនធ្វើជាមិត្តភក្តិជាមួយអារម្មណ៍ទាំងអស់ហ្នឹងដូចពាក្យភាសាអង់គ្លេសគេនិយាយថា like អីគេ making friends with the monster under your bed ស្អីនិយាយលេងច្បាស់ស្អីថ្ងៃនេះស្អីគេតែដប់ចឹងហេនិយាយម្ដងទៀតថាអីគេដូចគេ make friend with the monster ម្ដងទៀត like learning to make friend with the monster under your bed អូយបោះគេអូខេបានន័យថារៀនធ្វើជាមិត្តជាមួយនឹងបិសាចនៅក្រោមក្រែរបស់យើងបងប្អូនយកអត្ថន័យនឹងអត់បែបថាចេះពេលខ្លះមនុស្សដែលមាន depression មនុស្សដែលមានភាពសោកសៅយើងតែងតែសម័យថាអារម្មណ៍នៃភាពសោកសៅទាំងអស់ហ្នឹងវាគឺជាបិសាចនៅក្រោមខែរបស់យើងដែលវាតែងតែតោងទៀមយើងរហូតដល់ពេលនៅយប់ឡើងយើងគេងអីចឹងណាប៉ុន្តែយើងគួរតែធ្វើជាមិត្តភក្តិជាមួយវាយើងគួរតែអឺទៅក្រោមខែទៅទោះបីយើងខ្លាចវាក៏យើងអឺទៅរកវាសួរថាហេតុអីបានអ្នកឯងនៅហ្នឹងហេតុអីបានអ្នកឯងនៅហ្នឹងហេតុអីមូលហេតុអីបានអ្នកឯងចេញមកតើអ្នកត្រូវការអីសួរវាអញ្ចឹងបិសាចនៅក្រោមខែរបស់យើងនឹងវាដូចជាអារម្មណ៍អវិជ្ជមានរបស់យើងអញ្ចឹងរាល់ពេលដែលខ្ញុំខឹងសួរហ្មងថាហេតុអីបានខ្លួនឯងខឹងមកពីអីមកពីខ្លួនឯងឆងឆាំងឬក៏មកពីនរណាធ្វើឲ្យខ្ញុំខឹងហេតុអីបានខ្លួនឯងជ្រើសរើសមានអារម្មណ៍ខឹងនៅក្នុងសាច់រឿងមួយហ្នឹងពីព្រោះខ្ញុំអាចជ្រើសរើសមានអារម្មណ៍ផ្សេងបានហេតុអីខ្ញុំជ្រើសរើសការខឹងសួរវាព្រោះមិនមែនថាមិនបានខ្លួនឯងខឹងអើយខឹងតែមិនបានខ្លួនឯងខឹងស្អប់គេធ្វើចឹងទេ you know រាល់ពេលដែលយើងសោកសៅរាល់ពេលដែលយើងសង្ស័យខ្លួនឯងសួរខ្លួនឯងហេតុអីបានខ្លួនឯងខ្លាចដែលគិតថាខ្លួនឯងធ្វើអត់បានឧទាហរណ៍ណាហេតុអីបានគិតថាខ្លួនឯងអត់អាចជួសជុលតេឡេម៉ាស៊ីនត្រជាក់នេះបានហេតុអីបានភ័យមកពីអីទី1ចាញ់ចម្លើយមកពីខ្ញុំអត់ដែរជួសជុលតេឡេម៉ាស៊ីនត្រជាក់ខ្ញុំអត់ស្គាល់គ្រឿងក្រៅវាទេចាញ់ចម្លើយអូខេអូបើយើងអត់ស្គាល់គ្រឿងក្រៅវាអញ្ចឹងយើងមើល YouTube កើតអត់ឬយើងសួរអ្នកដែលជំនាញកើតឲ្យបង្រៀនយើងកើតអត់ឬក៏យើងយកឲ្យគេជួសជុលឃើញទេសួរនៅពេលដែលអារម្មណ៍អវិជ្ជមានកើតឡើងមកសួរខ្លួនឯងឲ្យបានច្រើនចំណុចមួយទៀតរាល់ពេលដែលយើងចាប់ផ្ដើមធ្វើអីមួយយើងមានសម្លេងជាច្រើនណាស់ដែលមានអារម្មណ៍ថាវារំខានយើងណាហើយហេតុអីបងប្អូនដឹងថាបងប្អូនអាចទៅមុខបានអត់ពីព្រោះដោយសារបងប្អូនអត់ដែរនិយាយទៅកាន់ខ្លួនឯងឥឡូវលើកដៃមានមនុស្សប្រហែលនេះដែលតែងតែនិយាយទៅកាន់ខ្លួនឯងជារៀងរាល់ថ្ងៃមិនថានៅមុខកញ្ចក់មិនថានៅកន្លែងណាមួយមានម៉ានេះពីព្រោះខ្ញុំនិយាយមួយខ្លួនឯងរហូតប្រកាសđấyថាបើសិនជាចិត្តតាមចិត្តសាស្ត្រនិយាយមួយខ្លួនឯងគឺមានជំងឺផ្លូវចិត្តđấyព្រោះគ្មានមនុស្សណាទាំងអង្គុយនិយាយម្នាក់ឯងម្នាក់ឯងបែបចេះទៅហើយនិយាយដឹងខ្លួនអត់ដឹងខ្យល់ណាអូអាហ្នឹងដឹងឈឺហើយប៉ុន្តែយើងនិយាយមួយខ្លួនឯងបែបថាចេះលួងលោមខ្លួនឯងឬក៏រំលឹកខ្លួនឯងពីរឿងអីមួយមានអាណាគេដែរនិយាយអត់ទេនៅពេលដែលយើងអត់សុបាយចិត្តនៅពេលដែលយើងពិបាកចិត្តនៅពេលដែលយើងភ័យយើងខ្លាចមនុស្សគ្រប់គ្នាភាគច្រើនមកគឺរត់ទៅរកមនុស្សជុំវិញខ្លួនគឺរត់ទៅរកនរណាម្នាក់
ដើម្បីអូយជួយតិចមើលឥឡូវមានអារម្មណ៍ថាភ័យខ្លាំងណាស់មិនbằngខ្លួនឯងមានអារម្មណ៍ចង់ប្រាប់គ្នាតិចមើលប្រាប់មកចង់ឲ្យមនុស្សដតីហ្នឹងនិយាយឲ្យយើងស្ដាប់អញ្ចឹងអត់ចម្លែកទេដែលនៅពេលដែលខ្លួនឯងចង់ធ្វើអីមួយខ្លួនឯងមានភាពជឿជាក់ទៅលើខ្លួនឯងបើខ្លួនឯងមិនដែរនិយាយប្រាប់ខ្លួនឯងថាខ្លួនឯងជឿជាក់ខ្លួនឯងល្អខ្លួនឯងស្អាតខ្លួនឯងអាចធ្វើបានផងហ្នឹងឮតែពីគេហ្នឹងហើយខ្លួនឯងអត់ទាំងជឿខ្លួនឯងហ្នឹងជឿពាក្យសម្ដីអ្នកដតីមកប្រាប់ថាអូអត់ទេហែងធ្វើបានមកភ័ក្រហែងធ្វើទៅអត់ទេហែងស្អាតហែងល្អបើខ្លួនឯងមិនដែរប្រាប់ថាខ្លួនឯងស្អាតផងខួរក្បាលនេះវាចាំស្ដាប់វាចាំស្កែនណានៅពេលដែលយើងនិយាយថាខ្លួនឯងស្អាតខ្លួនឯងចេះខ្លួនឯងចោះវាស្ដាប់យើងហើយនិយាយយូរទៅវាជឿយើងហ្មងតែបើខ្លួនឯងមិនដែរនិយាយទៅកាន់ខ្លួនឯងហើយទៅគិតថាខួរក្បាលហ្នឹងអាចតែជឿពាក្យសម្ដីអ្នកដតីដែលគេនិយាយមកប្រាប់យើងខ្ញុំថារៀននិយាយទៅកាន់ខ្លួនឯងឲ្យច្រើនខ្ញុំបើកភ្នែកមកសួរមកថ្ងៃនេះខ្ញុំមានអារម្មណ៍មិនដែរខ្ញុំត្រូវធ្វើអីគេខ្ញុំចង់បានអីគេអូយប៉ាកែម៉េះអូយ I'm so proud of myself ពេលធ្វើ project ហើយណាមួយថតវីដេអូហើយណាមួយអីចឹងនិយាយទៅកាន់ខ្លួនឯងរហូតនិយាយប្រាប់ខ្លួនឯងរហូតខ្លួនឯងប៉ាកែខ្លួនឯងឆ្លាតខ្លួនឯងចេះខ្ញុំអត់ចាំបាច់មនុស្សណាយមកនិយាយប្រាប់ខ្ញុំថាខ្ញុំឆ្លាតខ្ញុំប៉ាកែខ្ញុំមិនចេះខ្ញុំមិនចោះខ្ញុំដឹងច្បាស់ខ្លួនឯងហើយប៉ុន្តែខ្ញុំត្រូវការមនុស្សដែលរំលឹកខ្ញុំនៅពេលដែលខ្ញុំភ្លេចខ្ញុំត្រូវការមនុស្សដែលជំរុញខ្ញុំនៅពេលដែលខ្ញុំដើរយឺតឬក៏នៅពេលដែលខ្ញុំដើរនៅក្នុងរង្វង់ដែលខ្ញុំហៅផ្លូវចិត្តឃើញខ្ញុំត្រូវការនៅពេលហ្នឹងពីព្រោះដោយសាររាល់ថ្ងៃនេះខ្ញុំនិយាយប្រាប់ខ្លួនឯងរហូតខ្ញុំនិយាយជាមួយខ្លួនឯងរហូតនៅពេលដែលខ្លួនឯងសប្បាយចិត្តអីក៏ដោយខ្ញុំនិយាយជាមួយខ្លួនឯងរហូតខ្ញុំអត់រត់ទៅហៅមនុស្សណាម្នាក់មកស្អំចិត្តខ្ញុំមកនិយាយឲ្យខ្ញុំមានអារម្មណ៍ល្អអីណូណែខ្ញុំនេះនិយាយទៅកាន់ខ្លួនឯងអញ្ចឹងនៅពេលដែលយើងច្បាស់មួយខ្លួនឯងណាធ្វើអីមួយណាសំឡេងអត់ងាយចូលមកក្នុងការគិតរបស់យើងសំឡេងនៅក្នុង social media ដូចអីគេនិយាយថាចេះជីវិតប្តីប្រពន្ធជីវិតគូទៅមើលវីដេអូច្រើនពេកបែកបាក់គ្នាអស់ហើយមកបន្ទោសអ្នកចែកម្លែកធ្វើឲ្យគេបែកបាក់គ្នាហេយើងជាប្តីប្រពន្ធណាហេតុអីយើងមិនប្រាប់គ្នាទៅយើងមិនប្រាប់គ្នាយើងមិនរសារគ្នាអរគុណឯងបងដែលធ្វើអញ្ចេះឲ្យអូនអរគុណឯងអូនដែលធ្វើមកហូបឲ្យបងមានប្តីប្រពន្ធប្រហែលអ្នកដែលតែងតែអរគុណគ្នារាល់ថ្ងៃរាល់ពេលដែលប្រពន្ធធ្វើមកហូបឲ្យមានប្រពន្ធប្រហែលអ្នកមានដៃគូប្រហែលអ្នកដែលតែងតែអរគុណសង្សារឬក៏ប្តីនៅពេលដែលគាត់ផ្ដល់អីឲ្យមួយលុយមកកាក់មួយសេនមួយរៀលក៏ដោយអរគុណជារៀងរាល់ថ្ងៃរាល់ពេលរាល់លើកអត់មនុស្សអត់ធ្វើឲ្យគ្នាមានអារម្មណ៍ថាមកខាងទៀតគាត់ទទួលបានមកខាងទៀតគាត់មានសេចក្តីអំណរគាត់អរគុណនៅអ្វីដែលយើងធ្វើឲ្យអញ្ចឹងទៅវាមានចន្លោះហើយតែឲ្យខ្លួនឯងទៅមើលស្ដាប់ social media អ្នកដែលគេនិយាយកោកហ្នឹងប្រកាសឲ្យបែកគ្នាមកពីខ្លួនឯងហ្នឹងបន្តគេទៅអីខ្ញុំឃើញបញ្ហានៅចំណុចខ្វះខាតរបស់មនុស្សសម័យនេះគឺអត់ហ៊ានសម្រេចចិត្តនៅរាល់ការសម្រេចចិត្តដែលលំបាកឬក៏ការសម្រេចចិត្តដែលធំណាហើយមានអារម្មណ៍ថាខ្លាចអត់ហ៊ានធ្វើវាហើយចឹងសុខចិត្តនៅកន្លែងដដែលឥឡូវឧទាហរណ៍ដូចដើរចេញពីជីវិតនរណាម្នាក់ដែលគេធ្វើបាបវាយផឹកវាយល្ងាចដែលគេក្បត់អញ្ចេះមួយចុះពីរអាហ្នឹងឧទាហរណ៍ទូចទេណាប៉ុន្តែវាជាការសម្រេចចិត្តធំដែលពិបាកព្រោះយើងត្រូវគិតច្រើនដល់ពេលយើងអត់គេទៅយើងធ្វើមិនទៅអញ្ចឹងមួយចុះពីរអញ្ចឹងពេលខ្លះអត់ហ៊ានទេអញ្ចឹងនៅកន្លែងហ្នឹងដដែលពេលខ្លះអត់ហ៊ានបោះជំហានទេដោយសាររឿងហ្នឹងអត់ដែរធ្វើពីមុនហើយមានអារម្មណ៍ថាវាពិបាកហើយអញ្ចឹងនៅពេលដែលយើងអត់ហ៊ានសម្រេចចិត្តណាអាហ្នឹងគេហៅថាភាសាអង់គ្លេសហៅថា hard decision នៅពេលដែលយើងអត់ហ៊ានសម្រេចចិត្តយើងអត់ហ៊ានធ្វើវានឹងធ្វើយើងជាប់គាំងនៅមួយកន្លែងបងប្អូនដឹងអត់ខ្ញុំក៏ដោយទាំងខ្ញុំក៏ដោយទាំងគេខ្ញុំក៏ដោយទាំងមិត្តភក្តិខ្ញុំក៏ដោយខ្ញុំលើករឿងពួកខ្ញុំចែកចាយទៅកាន់បងប្អូនទាំងអស់គ្នាឥឡូវលើករឿងមិត្តភក្តិខ្ញុំចាំបានណាកាលហ្នឹងមិត្តភក្តិខ្ញុំគាត់ផ្ទះកំភ្លៀងខ្លួនឯងមនុស្សស្រីជាមនុស្សស្រីផ្ទះកំភ្លៀងខ្លួនឯងផ្លាប់លឺហ្មងមកថងហើយគាត់និយាយខ្ញុំក៏ចកខ្លួនឯងថាត្រូវដឹងថាគោលបំណងខ្លួនឯងត្រូវធ្វើអីគោលដៅរបស់ខ្លួនឯងត្រូវធ្វើអីកុំឲ្យរឿងរំខានទាំងអស់ហ្នឹងមករំខានខ្លួនឯងបានសាហាវណាសាហាវយើងមិនស្បល់សាហាវមនុស្សសាហាវជួបមនុស្សសាហាវចាសូមអរគុណចុះមិនថាពេលខ្លះបើយើងខ្សោយរកផ្លូវដើរឃើញទេងាយនឹងគេទាញមែនតើងាយនឹងអារឿងកើតឡើងនៅក្នុងជីវិតយើងសប្តាហ៍ថ្ងៃហ្នឹងទាញមែនតើអញ្ចឹងត្រូវព្យាយាមហ៊ានលះនៅក្នុងការសម្រេចចិត្តគុំទៅនៅរឿងមួយទៀតកូនស្រីខ្ញុំកាលហ្នឹងគាត់
រៀនអូស្ត្រាលីគាត់រៀនចប់ហើយចាំតែទទួលសញ្ញាបត្រទេហើយដោយសារតែគាត់ត្រូវចាំទទួលសញ្ញាបត្រហ្នឹងគាត់មានរឿងមួយដែលធ្វើឲ្យគាត់ចង់រត់ចេញពីប្រទេសអូស្ត្រាលីមកខ្មែរវិញហ្មងចង់ឲ្យគាត់ហ្នឹងក្លាប់ចាក់ផែនដីគាត់ឈឺចាប់គាត់មានអារម្មណ៍ថាគាត់ត្រូវបានគេក្បត់អារម្មណ៍នៃការក្បត់គាត់ឈឺចាប់គាត់ខឹងហើយខ្ញុំថាឥឡូវយើងមានរឿងដែលយើងត្រូវធ្វើយើងមានអីដែលយើងត្រូវតែចង់ឲ្យវាសម្រេចបើសិនជាគាត់បញ្ចេញអារម្មណ៍ឥឡូវហ្នឹងចប់មកហ៊ានប្រហែលឆ្នាំហ្នឹងមកខ្មែរវិញតទេឡតយើងហ៊ានចប់ហើយប្រឡងជាប់ហើយចាំតែទទួលសញ្ញាបត្រឲ្យមកវិញមកខ្ញុំប្រាប់ថារយៈពេលមួយអាទិត្យហ្នឹងកុំនិយាយអីទាំងអស់ខំមាត់សង្កត់ចិត្តអារម្មណ៍ត្រូវឈឺចាប់ក៏កុំឈឺចាប់ត្រូវធ្វើការត្រូវទៅរៀនបិទមាត់ឲ្យចិត្តហើយកុំឈឺចាប់ចាំពេលទទួលបានអីហើយឬក៏កិច្ចការអីធ្វើឲ្យអស់ហើយចង់ឡាំប៉ាចង់ធ្វើមិនសម្រាប់ចិត្តមិនជាមួយរឿងទាំងអស់នេះធ្វើចោះខំមាត់ណាបងប្អូនណាកូនស្រីខ្ញុំគឺជាមនុស្សដែលរឹងស្ពយក៏មនុស្សស្ពយហ៎បានអីបាននឹងកូនតូលបានអីបាននឹងចាមានជាការអត់បានទេគាត់ខំមាត់ឡើងចិត្តអត់មានមាត់មួយម៉ាត់ថាអូម៉ាមីថ្ងៃហ្នឹងកូនអត់សុបាយចិត្តអត់មាត់ទេទៅធ្វើការទៅរៀនចប់ពឹបមកវិញដោយមោទនភាពមកផ្ទះវិញដោយមោទនភាពដោយសញ្ញាបត្រចុះសួរថាបើសិនជារឿងទាំងអស់ហ្នឹងយើងប្រើប្រាស់អារម្មណ៍ជាជាងការគិតភាពបីឆ្លាតរបស់យើងសួរថាមនុស្សដើរទៅមុខរួចអត់ឥឡូវឧទាហរណ៍ខ្ញុំមិនដឹងថាខ្ញុំបានធ្លាប់និយាយស្អីរឿងហ្នឹងអត់ទេរឿងអតីតខ្ញុំមុនទៀតដែលពេលហ្នឹងខ្ញុំបែកពីគាត់តែខ្ញុំរត់ចេញពីជីវិតគាត់តែម្ដងខ្ញុំមិនបែកធម្មតាខ្ញុំរត់ចេញពីជីវិតគាត់ម្ដងព្រោះដោយសារអីមានជាការត្រូវការជួយសង្គ្រោះជាខ្លាំងចាចុះពីលើឡានពឹបនិយាយទៅពេលហ្នឹងคลิกដឹងថាអូ I cannot stay ខ្ញុំមិនដឹងថាខ្ញុំមិនអាចនៅបានទេមានជាការថាបើមិនរត់ឥឡូវហ្នឹងទេគឺខ្ញុំនឹងមិនអាចចេញបានទេចាវានឹងយឺតពេកមានជាការគ្រាន់តែបើកទ្វារឡានហើយចុះរត់ទៅហ្មងរត់ពីឡានហ្នឹងគឺទៅរត់ទៅផ្ទះតែម្ដងចាហើយស្បែកជើងកែង10សង់ទីម៉ែត្របងប្អូនទាំងអស់គ្នាមានណារត់វាដូចចិត្តណាអាផ្លូវហ្នឹងវាក្លុកក្លាក់ដោះស្បែកជើងកាន់ឲ្យរត់ឡើងផ្ទះប្លុកចោលខ្ទេចចាហើយចង់សួរថាបើសិនជាយើងនៅខ្លាចពេលហ្នឹងខ្ញុំនៅខ្លាចខ្ញុំជឿថាខ្ញុំអត់មានថ្ងៃនេះទេខ្ញុំមិនមែនខ្ញុំឥឡូវហ្នឹងទេហើយបងប្អូនឃើញគេជោគជ័យឃើញគេសប្បាយរីករាយនឹងជីវិតគេឃើញគេមានសមិទ្ធផលល្អនៅពីការខិតខំប្រឹងប្រែងរបស់គេហ្នឹងគឺគេបោះបង់ចោលរឿងជាច្រើនផ្នែកគណិតអាកប្បកិរិយាទម្លាប់ឬក៏មនុស្សឬក៏រឿងជាច្រើនណាដែលគេត្រូវបោះបង់ចោលហើយគេត្រូវសម្រេចចិត្តជ្រើសរើសដើម្បីគេដើរបានមកទល់សប្តាហ៍ថ្ងៃដែលបងប្អូនឃើញហ្នឹងវាអត់មានអីដែលស្រួលទេនៅអត់ប្រយោជន៍អត់ធ្វើអីសោះជាប់គាំងក៏ពិបាកដើរទៅមុខស៊ូដើម្បីអនាគតខ្លួនឯងដើម្បីក្តីស្រមៃខ្លួនឯងក៏ពិបាកប៉ុន្តែយើងជ្រើសរើសទៅពីរហ្នឹងវាពិបាកដូចគ្នាទេតើយើងចង់ពិបាកបែបណាថ្ងៃមុនខ្ញុំបានមើល podcast នៅក្នុង YouTube ដែលអ្នកស្រាវជ្រាវម្នាក់គាត់បាននិយាយថា 90% នៃមនុស្សគ្រប់គ្នាគឺពួកយើងទាំងអស់គ្នាតែងតែគិតការគិតដែលយើងគិតពីម្សិលមិញឥឡូវឧទាហរណ៍ថាម្សិលមិញណាខ្ញុំគិតថាអូយមិនបងខ្ញុំធ្វើរឿងហ្នឹងណមិនបានចឹងហើយខ្ញុំគិតរហូតខ្ញុំគិតតែម្សិលមិញដល់ពេលថ្ងៃហ្នឹងខ្ញុំគិតរឿងនឹងទៀតហើយថ្ងៃហ្នឹងខ្ញុំពិតជាគិតមែនហើយខ្ញុំថាមែនតាមុននឹងថត podcast នេះឲ្យបងប្អូនខ្ញុំគិតថាមែនតាអាការគិតហ្នឹងអញគិតមិនសមមិញហើយខ្ញុំនិយាយពីខ្លួនឯងអញ្ចឹងអញគិតមិនសមមិញហើយហើយមិនតែយើងគិតអញ្ចឹងវាថាវា repeat អាហ្នឹងគេហៅថា repetitive thought បានន័យថាការគិតដែលកើតឡើងដដែលជឿថាមនុស្សយើងទាំងអស់គ្នាហ្នឹងតែគិតការគិតដែលយើងគិតពីម្សិលមិញគិតដែលយើងគិតអីម្សិលមិញយើងគិតតែគិតវាដដែលដែរអញ្ចឹងឧទាហរណ៍ណាបើខ្ញុំដឹងហ្មងថាឧទាហរណ៍ថាចុះបើយើងគិតថាខ្លួនឯងអត់ប្រយោជន៍ខ្លួនឯងអត់តម្លៃខ្លួនឯងអត់បានការខ្លួនឯងធ្វើនេះមិនបានធ្វើនោះមិនបានខ្លួនឯងគឺជាមនុស្សដែលមិនមាននរណាគេស្រឡាញ់ខ្លួនឯងមិនស័ក្តិសមទូបានក្តីស្រឡាញ់ខ្លួនឯងជំនឿក្រក់ខ្លួនឯងចេះខ្លួនឯងចុះគិតថ្ងៃហ្នឹងមើលស្អែកគិតទៀតឯខាងស្អែកគិតទៀតអត់ចម្លែកទេដែលយើងទាំងអស់គ្នាជាប់គាំងអញ្ចឹងនៅពេលដែលយើងគិតអីមួយគេបង្រៀនយើងអ្នកស្រាវជ្រាវគេបង្រៀនយើងក៏ប៉ិតខ្ញុំដឹងហើយថាដូចខ្ញុំបង្រៀនបងប្អូនដូចខ្ញុំចែកចាយទៅកាន់បងប្អូនចឹងថាសូមសួរសំណួរទៅកាន់ខ្លួនឯង like be conscious of your thought បានន័យថាតាមដានការគិតខ្លួនឯងតាមដានអារម្មណ៍ខ្លួនឯងថា
នៅពេលដែលខ្លួនឯងមានការគិតមួយហ្នឹងឧទាហរណ៍សុកទៅគិតថាម្នាក់ស្អីហ្នឹងមិនចេះចោះអាប៉ែមិនចេះចោះសួរខ្លួនឯងហ្មងចុំខ្លួនឯងគិតយ៉ាងរៀនវឹកហាត់ខ្លួនឯងសួរខ្លួនឯងចុំមិនទៅខ្លួនឯងទៅគិតគេអញ្ចឹងហ៎មិនចឹងមកពីអីពេលឲ្យសលេងនឹងបាត់ហ្មងការគិតនឹងបាត់ហ្មងអញ្ចឹងវាបដូរហ្មងអញ្ចឹងព្យាយាមតាមដានការគិតខ្លួនឯងពីព្រោះការគិតជាមួយនឹងអារម្មណ៍របស់យើងហ្នឹងសំខាន់ណាហើយត្រូវដឹងថាការគិតអវិជ្ជមានឬក៏អារម្មណ៍អវិជ្ជមានទាំងអស់ហ្នឹងវាមិនមែនជាសត្រូវរបស់យើងដែលយើងគួរតែកម្ចាត់ចោលទេប៉ុន្តែវាជាមិត្តភក្តិរបស់យើងមិត្តភក្តិដ៏ល្អហ្មងបើសិនជាយើងតែងតែរកចម្លើយពីវាគឺបងប្អូននឹងទទួលបានចម្លើយហើយវាក៏នឹងជួយបងប្អូនឲ្យបងប្អូនខ្លាចទៅជាមនុស្សដែលល្អប្រសើរដែរស្ដីបងប្អូនទាំងអស់គ្នាចាដើមក្បាលវីដេអូហ្នឹងគឺភ្លេចសួស្ដីអញ្ចឹងហើយមកសួស្ដីនៅចុងវីដេអូហើយក៏និយាយថាជម្រាបលាដែរចាប៉ុន្តែខ្ញុំសូមផ្ញើក្តីនឹករលឹកទៅកាន់បងប្អូនទាំងអស់គ្នាខ្ញុំដឹងថាតាំងពីមានរឿងប្រទេសជាតិរបស់យើងលើកមុនមកឬខ្ញុំខានចេញ podcast ជាច្រើនខែមែនតើហើយខ្ញុំដឹងថាបងប្អូនទាំងអស់គ្នានឹកខ្ញុំហើយខ្ញុំក៏នឹកបងប្អូនទាំងអស់គ្នាដែរហើយខ្ញុំសង្ឃឹមថាឆ្នាំ2026មួយនេះគឺជាឆ្នាំរបស់យើងទាំងអស់គ្នានិយាយពាក្យហ្នឹងតែនិយាយរាល់ឆ្នាំ this year is my year ប៉ុន្តែខ្ញុំជឿហ្មងថាឆ្នាំណាក៏ជាឆ្នាំរបស់យើងដែរប្រសិនបើយើងធ្វើអស់ពីសមត្ថភាពហើយយើងរៀបចំផែនការជីវិតរបស់យើងដោយត្រឹមត្រូវហើយខ្ញុំសូមផ្ញើក្តីនឹករលឹកទៅកាន់បងប្អូនទាំងអស់គ្នានិងក្តីស្រឡាញ់ទៅកាន់បងប្អូនទាំងអស់គ្នាផង I love you so much ហើយជួបគ្នានៅវីដេអូក្រោយ I love you bye bye